សួស្តីអ្នកនរគ្នាតោះថ្ងៃនេះខ្ញុំមកបរៀនអ្នកគ្នាពីរបៀបនៃការឈរដែលត្រឹមត្រូវបន្តិចអញ្ចឹងភាគច្រើនអ្នកលេងគាត់ប្រើដៃស្ដាំនិងប្រើជើងស្ដាំអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអ្នកគ្នាពីរបៀបនៃការយើងប្រើដៃស្ដាំក្នុងការឈរអូខេអញ្ចឹងទីមួយអ្នកគ្នាត្រូវបោះជើងស្ដាំអូខេយើងត្រូវបោះជើងស្ដាំសិនតម្រង់ទៅលើគោលដៅរបស់យើងគោលដៅដែលយើងត្រូវចង់បុកហ្នឹងគឺយើងបោះជើងស្ដាំនៅពេលដែលអ្នកគ្នាបោះជើងស្ដាំហើយអ្នកគ្នាត្រូវបោះជើងឆ្វេងយើងត្រូវបោះទៅម៉ោង10អូខេនេះម៉ោង10ក្រោមមិនម៉ោង12ត្រូវអ្នកគ្នាខាងនេះមិនម៉ោង10អញ្ចឹងយើងត្រូវបោះជើងឆ្វេងទៅម៉ោង10អូខេយើងត្រូវបោះជើងឆ្វេងទៅម៉ោង10ហើយយើងអោនចុះអូខេនេះអាចឃើញបានអញ្ចឹងដៃស្ដាំរបស់យើងនេះគឺនៅលើជើងមួយជើងស្ដាំគឺនៅលើគ្នាស្របគ្នាអ្នកគ្នាអាចឃើញបានអូខេមើលម្ដងទៀតតោះទីមួយយើងបោះជើងស្ដាំដើម្បីតម្រង់គោលដៅរបស់យើងទីពីរគឺយើងត្រូវបោះជើងឆ្វេងទៅម៉ោង10អូខេម៉ោង10អូខេចឹងអ្នកគ្នាឃើញនេះដៃរបស់យើងនៅពេលដែលកែងហ្នឹងគឺចំជើងស្ដាំរបស់យើងនៅលើកំពូលដៃស្ដាំរបស់យើងជើងស្ដាំរបស់យើងហ្នឹងអូខេអញ្ចឹងបើសិនជាអ្នកគ្នាបោះជើងឆ្វេងទៅចំម៉ោង12អូខេវាអាចធ្វើឲ្យយើងផ្អៀងពិបាកអូខេយើងបោះជើងក្រៅពេកក៏ធ្វើយើងពិបាកអញ្ចឹងយើងត្រូវបោះទៅម៉ោង10អូខេដែលស្តង់ដារដែលត្រឹមត្រូវបំផុតអញ្ចឹងអ្នកគ្នាអាចមើលបាន